ដំណើរឆ្ពោះទៅរកហាងកាហ្វេផ្ដើមពីចំណុច0ហើយគ្រាន់តែទៅរកហាងកាហ្វេសោះសិតតែចាប់ផ្ដើមពីចំណុច0ដោយសារតែហាងកាហ្វេនឹងឈ្មោះថា Start from Zero ហ្នឹងឯងថ្ងៃខ្លះតែចាំនឹងថាកាហ្វេដែលផ្ដើមពីចំណុច0ហ្នឹងរសជាតិមកយើងហើយទីតាំងនៅណាតោះទៅមើលវីដេអូនឹងទាំងអស់គ្នាឥឡូវនេះនៅតាមផ្លូវអីមុននឹងទៅហ្នឹងគឺថាចូលចាក់សាំងសិនដោយសារតែអស់សាំងមែនតើនេះចាបើមិនចាក់ឥឡូវមកដល់ stop ចកាមកហ្នឹងគឺយើងជិះមកត្រង់ហើយមកដល់ stop AR ហ្នឹងអ្នកគ្នាបាត់ស្ដាំពេលដែលមកដល់ស្ពាននេះគឺយើងបាត់ឆ្វេងតើគ្នាមានន័យថានៅក្រោយ Sofitel ហ្នឹងឯងពេលដែលយើងជិះទៅត្រង់ទៀតទៅគឺទៅដល់ក្រោយ AR មកភ្នំពេញតើគ្នាចាហើយគាត់លក់ខាងស្ដាំដៃនឹងមកនិយាយទៅមកជួនហ្នឹងអ្នកគ្នាអាចជិះទៅមើលបាន and finally ខ្ញុំបានមកដល់ហើយតើគ្នាទៅតំណងខ្លាំងមែនតើមើលទៅបែប relax អីចឹងណាតើគ្នាចាខ្ជិះខ្ជិលសាហាវហើយគាត់បើកបានពី2ថ្ងៃតើគ្នាបើសិនអ្នកគ្នាជិះកាតាមឡានឬក៏ធ្វើការនៅចិត្តនឹងអីកុំភ្លេចចូលមកសាកតើគ្នាណាហើយនេះវិញគឺជា menu របស់គាត់តើគ្នាតម្លៃសមរម្យខ្លាំងមែនតើមួយនិយាយពី signature គេវិញគឺថា start from zero ហើយមួយទៀតហ្នឹងគឺ matcha raspberry ឥឡូវមកស្ដាប់អ្នកលូគាត់និយាយហ្មង matcha this is start from zero matcha latte raspberry ស្ដាប់តែអ្នកលក់និយាយប៉ុណ្្នឹងក៏ដឹងថា friendly ប៉ុណ្ណាដែរហើយចុះតម្រុំរសជាតិទៀតដល់គ្នាចាំទៀតខ្ញុំភ្លក់ឲ្យអ្នកគ្នាមើលបើនិយាយពីគ្រឿងផ្សំដែលយកមកធ្វើកាហ្វេនេះវិញគឺសិតសិនតែជារបស់ខ្មែរហ្មងដូច5ស៊ឹងក៏ស្ករត្នោតដល់គ្នាស្ករត្នោតខ្មែរយើងទីឃើញម៉ាស៊ីនកាហ្វេទូចចឹងអីណាប៉ុន្តែបើនិយាយពីរសជាតិវិញឲ្យអួយហ្មងខ្ញុំនិយាយម៉ែនមើលតែ Grandma ទៅដឹងហើយបើកន្លែងទៅមើល logo របស់ Start from Zero នេះវិញគឺថាដូចគ្រាប់កាហ្វេហ្មងប៉ុន្តែនៅលើ logo នេះមានអត្ថន័យដល់គ្នា S ក៏មាននៅលើហ្នឹង F ក៏មាននៅលើហ្នឹងហើយ Zero ក៏មាននៅលើហ្នឹងដែរតើបងគាត់មាន creative ខ្លាំងមែនតើហេតុដែលអ្នកគ្នាញ៉ាំកាហ្វេហើយតែជាក់ដៃធ្វើតាមខ្ញុំតើគ្នាពេលដែលកាន់តែអត់តែជាក់ដៃឯងមុននឹងញ៉ាំហ្នឹងគឺខ្ញុំបានកោកាហ្វេហើយបើនិយាយពីទៅយកវិញស្រួលកោខ្លាំងមែនតើព្រោះដោយសារវារឹងណានិយាយទៅគាត់គិតបានដល់ខ្លាំងមែនតើហើយពេលដែលខ្ញុំកំពុងតែញ៉ាំនេះគឺថានៅតាមផ្លូវហ្នឹងមានម៉ូតូមានឡានអីជិះកាត់ពីហ្នឹងអីចឹងទៅនិយាយទៅឈៀលណាថ្ងៃខ្លាំងមែនតើហើយល្មមគាត់នេះអត់តតែកោហើយណាអ្នកគ្នាយើងត្រូវដាក់ logo ដាក់អីតិចតួចចឹងទៅបើសិនអ្នកគ្នាអត់តច្បាស់ជាមួយនឹងទីតាំងទេគឺនៅតមុខ Rose Parking នឹងមកនៅច្រកអីចឹងឥឡូវត្រីយើងបានរួចរាល់មួយទៀតហើយ Matcha Raspberry តើគ្នាមិន Matcha Latte Strawberry អីណាចា Matcha Raspberry ទៅប្លែកខ្លាំងមែនតើសម្រាប់តែរសជាតិពេលដែលខ្ញុំញ៉ាំហ្នឹងគឺមានអារម្មណ៍ថាប្លែកលក្ខណៈជា oatmeal មិនទេអ្នកគ្នាទៅញ៉ាំទៅឈ្ងុយប្លែកខ្លាំងមែនតើសាឲ្យដឹងហើយនេះខ្ញុំ recommend មែនតើអ្នកគ្នាកុំយកស្ករផ្អែមខ្លាំងពេកយកធំ50 20អីអូខេតែបើសិនអ្នកគ្នាចូលចិត្តផ្អែមយ៉ាប្រាប់គាត់តាមហ្នឹងទៅបើសិនអ្នកគ្នាបានទៅឲ្យភ្លក់ហើយកុំភ្លេច comment នៅខាងក្រោមហ្នឹងផងសុកមានប្រុសក្មេងមក order ដែរនេះអូនខ្ញុំគាំងខ្លាំងមែនតើចាឲ្យសួរចង់ឆ្លើយទៀតស្ដីប្រសាញ៉ាំអីដែរអូនញ៉ាំអីដែរបើជជែកាច់ឲ្យនេះប៊ីភ្លេចប្រាប់តើគ្នាកន្លែងគាត់ក៏មានជាគូប៉ុងដែរណាពេលអ្នកគ្នាញ៉ាំអស់10កែវបាន free 1កែវមកយីទៅលុយខ្លាំងមែនតើចាមកទិញកាហ្វេនៅនេះចំណេញថងថាបើសិនអ្នកគ្នាចង់ទិញអីវ៉ាន់អីអាចដើរចូលមកដូចខ្ញុំចង់បានមកយីមែនអញ្ចឹងកុំភ្លេចទៅសាកតើគ្នាណាអរគុណបាយបាយ